ប្រាជ្ញាអំពីទ្រព្យសម្បត្តិក្នុង60វិនាទីភាគទី12ធ្វើឲ្យការសន្សំប្រាក់របស់អ្នកក្លាយទៅជាស្វ័យប្រវត្តិតើអ្នកធ្លាប់មានគម្រោងសន្សំប្រាក់ប៉ុន្តែដល់ចុងខែបែរជាចំណាយអស់មុនទៅវិញបញ្ហាអាចមិនមែនមកពីចំណូលរបស់អ្នកនោះទេប៉ុន្តែអាចមកពីរបៀបដែលអ្នកគ្រប់គ្រងប្រាក់របស់អ្នកទម្លាប់ហិរញ្ញវត្ថុដ៏មានប្រយោជន៍មួយគឺធ្វើឲ្យការសន្សំប្រាក់របស់អ្នកក្លាយទៅជាស្វ័យប្រវត្តិនៅពេលដែលអ្នកទទួលបានប្រាក់ចំណូលសូមផ្ទេរប្រាក់មួយផ្នែកដោយស្វ័យប្រវត្តិទៅគណនីសន្សំឬក៏គណនីវិនិយោគមុនពេលដែលចាប់ផ្ដើមចំណាយហេតុអ្វីព្រោះការសន្សំមិនគួរពឹងផ្អែកតែទៅលើឆន្ទៈរបស់យើងនោះទេអ្នកមិនចាំបាច់គិតអំពីវារាល់ខែនោះឡើយគឺចាប់ផ្ដើមពីចំនួនដែលអ្នកអាចធ្វើបានជាប្រចាំហើយបង្កើនវានៅពេលដែលចំណូលរបស់អ្នកកើនឡើងដែរគឺធ្វើនៅក្នុងចរន្តនេះរកប្រាក់សន្សំប្រាក់វិនិយោគហើយធ្វើវាឲ្យបានជាប្រចាំទម្លាប់តូចៗដែលធ្វើជាប្រចាំនេះអាចបង្កើតលទ្ធផលដ៏មានតម្លៃក្នុងរយៈពេលវែងកុំចងចាំថាកុំសន្សំប្រាក់ដែលនៅសល់បន្ទាប់ពីចំណាយចូលចំណាយប្រាក់ដែលនៅសល់បន្ទាប់ពីសន្សំសូមចុច like share follow និង subscribeបណ្ណាល័យប្រាជ្ញា Wisdom Library ដើម្បីទទួលបានចំណេះដឹងហិរញ្ញវត្ថុថ្មីៗបន្តទៀតចំណេះដឹងថ្ងៃនេះទ្រព្យសម្បត្តិថ្ងៃស្អែក1នាទីមេរៀន1ប្រាជ្ញាមួយជីវិតសូមអរគុណសម្រាប់ការទស្សនា